ដំណឹងបន្ទាន់ប្រជាជនថៃនាំគ្នាស្លន់ស្លោដោយសារមានគ្រោះរញ្ជួយដីក្បែរទំនប់ទឹកភូមិបុលដែលជិតនឹងបាក់ទំនប់ក្នុងឆ្នាំ2025ប្រទេសថៃបានជួបបញ្ហាជាច្រើនដូចជាវិបត្តិនយោបាយវិបត្តិសេដ្ឋកិច្ចជម្លោះព្រំដែនជាមួយកម្ពុជានិងគ្រោះធម្មជាតិធំៗដែលបានវាយលុកលើប្រទេសថៃជាបន្តបន្ទាប់ទំនប់ទឹកភូមិបុលដែលជាទំនប់ទឹកដ៏ធំរបស់ថៃត្រូវបានគេរាយការណ៍ថាកំពុងប្រឈមនឹងការបាក់រលំដោយសារបរិមាណទឹកឈានដល់កម្រិតប្រកាសអាសន្នទៅហើយមន្ត្រីជំនាញរបស់ថៃបានបើកទ្វារទឹកធ្វើការរំដោះទឹកចេញខ្លះដើម្បីការពារកុំឲ្យមានការបាក់ទំនប់ក្នុងករណីប្រសិនបើទំនប់ទឹកនេះបាក់មែនប្រជាជនដែលរស់នៅតាមបណ្ដោយមាត់ទឹកនឹងជួបបញ្ហាធ្ងន់ធ្ងរដូចជាលិចលង់ផ្ទះសម្បែងដំណាំកសិកម្មផ្សេងៗនិងអាចឈានដល់ការបាត់បង់ជីវិតប្រសិនបើគ្មានវិធានការដោះស្រាយទាន់ពេលវេលាសូមបញ្ជាក់ថាទំនប់ទឹកភូមិបុលគឺជាទំនប់ថាមពលអគ្គិសនីដ៏ធំមួយរបស់ប្រទេសថៃដែលស្ថិតនៅក្នុងខេត្តតាក់ភាគពីយប់នៃប្រទេសថៃទំនប់ទឹកនេះត្រូវបានដាក់ឈ្មោះតាមព្រះនាមរបស់ស្ដេចថៃព្រះបាទភូមិបុលអាដុលយ៉ាដេតដោយមានកម្ពស់ប្រហែល154ម៉ែត្រនិងបណ្ដោយប្រវែង486ម៉ែត្រដែលមានសមត្ថភាពផ្ទុកទឹកបាន 13462 លានម៉ែត្រគូបនៅថ្ងៃទី18ខែវិច្ឆិកាឆ្នាំ2025នេះប្រជាជនថៃកាន់តែភ័យខ្លាចដោយសារតែមានករណីរញ្ជួយដីកម្រិត 3.2 Richter និងមានជម្រៅ1ម៉ែត្រដែលមានចម្ងាយត្រឹមតែ48គីឡូម៉ែត្រប៉ុណ្ណោះពីទំនប់ទឹកភូមិបុលដែលកំពុងជិតបាក់នេះសូមជួយចុច like និង Subscribe ដើម្បីទទួលបានព័ត៌មានថ្មីៗទាំងព័ត៌មានជាតិនិងអន្តរជាតិក៏ដូចជាចំណេះដឹងផ្សេងៗទៀតសូមអរគុណ